ជីវិតឲ្យអស់ពេញទីដើម្បីភាពជោគជ័យដល់មហិមាក្នុងរយៈពេលខ្លីគេមិនចាំបាច់ត្រូវរងចាំដល់ខ្លួនមានសក់ស្កូវឬមានពុកមាត់ពីរពណ៌ហើយទើបស្វែងរកភាពជោគជ័យដល់មហិមាមកឲ្យខ្លួនឯងឡើយ5ឬ10ឆ្នាំគឺគ្រប់គ្រាន់សម្រាប់ការស្វែងរកភាពជោគជ័យដល់មហិមាមកឲ្យខ្លួនឯងនេះជារយៈពេលដ៏ខ្លីមួយដែលត្រូវតែស្វែងរកមធ្យោបាយឬយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីសម្រេចភាពជោគជ័យដល់មហិមាមកឲ្យខ្លួនឯងពិតជាយ៉ាងនោះមែនហើយជីវិតមិនមានពេលយូរសម្រាប់ការរស់នៅឡើយការរស់នៅរបស់មនុស្សម្នាក់មានរយៈពេលខ្លីណាស់គឺហាក់ដូចជាទឹកសន្សើមជាប់នឹងស្លឹកឈើនាពេលព្រឹកព្រលឹមយ៉ាងដូច្នោះដែរដូច្នេះមិនចំពោះថាត្រូវប្រើមធ្យោបាយយុទ្ធសាស្ត្រយ៉ាងណានោះទេដើម្បីសម្រេចភាពជោគជ័យដល់មហិមាក្នុងរយៈពេលខ្លីគេត្រូវតែប្រើមធ្យោបាយឬយុទ្ធសាស្ត្រនោះសម្រាប់ភាពជោគជ័យរបស់ខ្លួនឲ្យទាស់តែបានការប្រើមធ្យោបាយដោយល្អមានក្បួនយុទ្ធសាស្ត្រនៅក្នុងនោះហើយប្រកបថែមទាំងមានប្រាជ្ញាទៀតផងការសម្រេចភាពជោគជ័យដល់មហិមាក្នុងរយៈពេលខ្លីប្រកាសជាអាចប្រព្រឹត្តទៅបានក្នុងការប្រើមធ្យោបាយជាដើមនោះសេចក្តីព្យាយាមប្រកបដោយស្មារតីមិនត្រូវបានគេបំភ្លេចចោលឡើយមានពាក្យមួយគេនិយាយថាកិច្ចការធំអាចសម្រេចទៅបានគឺការមានសេចក្តីព្យាយាមប្រកបដោយស្មារតីនេះឯងជាប្រភពនៃសេចក្តីសម្រេចហើយក៏ព្រោះតែបែបនេះហើយទើបកិច្ចការធំនោះរមែងសម្រេចដោយការមានសេចក្តីព្យាយាមប្រកបដោយស្មារតីនោះឯងចេះមើលកាលៈទេសៈជាការពិតណាស់អ្នកចេះមើលកាលៈទេសៈនឹងអាចធ្វើឲ្យខ្លួនឯងសម្រេចបានភាពជោគជ័យដ៏កំពូលមិនត្រឹមតែប៉ុណ្ណោះនៅអាចធ្វើឲ្យខ្លួនឯងអាចសម្រេចភាពជោគជ័យជាធំដែលមានតំណែងខ្ពស់ជាងគេក្នុងលោកថែមទៀតផងហើយតំណែងខ្ពស់ជាងគេក្នុងលោកនោះមានតំណែងជានាយករដ្ឋមន្ត្រីឬប្រធានាធិបតីជាដើមនោះឯងប៉ុន្តែក្នុងសម័យសាមកុកដែលជាប្រវត្តិសាស្ត្របុរាណដ៏ល្បីរបស់ប្រទេសចិនឆាវឆាវព្រោះតែចេះមើលកាលៈទេសៈនោះឯងទើបអាចធ្វើឲ្យខ្លួនឯងសម្រេចបានតំណែងជាព្រះមហាឧបរាជក្នុងរយៈពេលដ៏ខ្លីបន្ទាប់មកទៀតមិនយូរប៉ុន្មានឆាវឆាវក៏សម្រេចបាននៅតំណែងជាស្ដេចមួយអង្គថែមទៀតផងចំណែកខុងមីងជូកលៀងក៏ជាអ្នកស្គាល់កាលៈទេសៈម្នាក់ដែរហើយស្គាល់យ៉ាងច្បាស់ទៀតផងលោកកើតមកក្នុងសម័យមានសង្គ្រាមព្រោះតែដឹងថាប្រទេសជាតិកើតសង្គ្រាមដូច្នោះឯងទើបលោករៀនវិជ្ជាក្បួនសឹកក្នុងការរៀនវិជ្ជាក្បួនសឹកនេះឯងដែលជាការបង្ហាញថាលោកបានស្គាល់កាលៈទេសៈយ៉ាងច្បាស់ក្នុងទីបំផុតនៃវិជ្ជាក្បួនសឹកនោះលោកក៏បានក្លាយជាគ្រូកលយុទ្ធបានសម្រេចតំណែងជាមហាឧបរាជជួយកសាងនគរឲ្យលាវប៉ៃឡាវពីបានយ៉ាងធំក្នុងរយៈពេលមួយដ៏ខ្លីជាក់ស្ដែងណាស់អ្នកចេះមើលកាលៈទេសៈប្រកាសជាអាចធ្វើឲ្យខ្លួនឯងសម្រេចភាពជោគជ័យដោយកំពូលមានភាពជាធំដល់មហិមាដូច្នេះដើម្បីសម្រេចភាពជោគជ័យដល់មហិមាក្នុងរយៈពេលខ្លីគេបានប្រើនៅវិជ្ជាជាច្រើនក្នុងវិជ្ជាក្បួនសឹកទាំងអស់នោះមានលាយទៅដោយក្បួនយុទ្ធសាស្ត្រប្រយុទ្ធការប្រឡងល្បិចដើម្បីយកឈ្នះសត្រូវនិងប្រយុទ្ធគ្នាដោយប្រាជ្ញានិងប្រាជ្ញាជាដើមជាការពិតណាស់ការប្រើជីវិតយ៉ាងអស់ពេញទីមិនយូរឡើយការសម្រេចភាពជោគជ័យដល់មហិមានឹងកើតមានឡើងជាប្រកបដល់បុគ្គលអ្នកប្រើជីវិតយ៉ាងអស់ពេញទីនោះចេះមើលត្រង់ត្រេនៃការសម្រេចភាពជោគជ័យមនុស្សមានឆន្ទៈផ្សេងគ្នាព្រោះហេតុផលដូច្នេះការជ្រើសរើសយកភាពជោគជ័យដល់មហិមាឲ្យខ្លួនឯងក៏ផ្សេងគ្នាដែរប៉ុន្តែចំពោះអ្នកមានប្រាជ្ញារមែងចេះមើលត្រង់ត្រេនៃការជ្រើសរើសយកភាពជោគជ័យដល់មហិមាឲ្យខ្លួនឯងអ្នកមានប្រាជ្ញានោះគឺជ្រើសរើសយកមុខរបរណាដែលមានទ្រង់ទ្រាយធំសម្រេចភាពជោគជ័យបានឆាប់ឯមុខរបរដែលមានទ្រង់ទ្រាយធំសម្រេចភាពជោគជ័យបានឆាប់នោះគឺមុខរបរពាណិជ្ជកម្មជាដើមនោះឯងសម័យសង្គ្រាមខុងមេងចាប់យកមុខរបរជាអ្នកនយោបាយរៀបចំយុទ្ធសាស្ត្របង្ក្រាបសត្រូវពង្រីកទឹកដីជួយខ្លួនឯងឲ្យឡើងដល់ឋានៈមួយដ៏ធំគឺមហាឧបរាជដែលគ្រាន់តែប្រើរយៈពេលដ៏ខ្លីនេះក៏ព្រោះខុងមេងចេះមើលកាលៈទេសៈនិងចេះប្រមាលមើលទ្រង់ទ្រាយធំនៃការជ្រើសរើសយកភាពជោគជ័យដល់មហិមាឲ្យខ្លួនឯងប៉ុន្តែក្នុងសម័យសន្តិភាពដូចនេះពាណិជ្ជកម្មជាមុខរបរមួយយ៉ាងធំ
ដែលអាចធ្វើឲ្យយើងសម្រេចភាពជោគជ័យដ៏មហិមានោះបានកាន់តែឆាប់លោក Donald Trump ពាណិជ្ជករដ៏មានឥទ្ធិពលបានបង្ហាញឆន្ទៈមោះមុតរបស់ខ្លួនដើម្បីសម្រេចបានភាពជោគជ័យដ៏ធំមហិមាឲ្យខ្លួនឯងក្នុងរយៈពេលដ៏ខ្លីនោះគឺយើងត្រូវតែធ្វើពាណិជ្ជកម្មគឺធ្វើឲ្យបានច្រើនជាទីបំផុតច្រើនរហូតដល់មានសាខាជាច្រើននៅទូទាំងប្រទេសនិងនៅក្រៅប្រទេសក្នុងសកលលោកយើងនឹងពង្រីកជាបន្តបន្ទាប់ដោយមិនមានដែនកំណត់ក្នុងឱកាសដែលធ្វើឲ្យបានយើងនឹងមិនបញ្ឈប់នៅរាល់សកម្មភាពទាំងឡាយណាដែលជាប់ទាក់ទងនឹងពាណិជ្ជកម្មរបស់យើងឡើយនៅក្នុងនោះពេលថ្មីនេះដែរលោក Donald Trump សេដ្ឋីពាណិជ្ជករអាមេរិកដ៏មានឥទ្ធិពលរូបនេះបានធ្វើឲ្យមនុស្សជាច្រើននៅក្នុងប្រទេសរបស់លោកមានការភ្ញាក់ផ្អើលដោយបង្ហាញថាលោកទំនងជាឈរឈ្មោះឲ្យគេបោះឆ្នោតជាប្រធានាធិបតីនៅឆ្នាំ2012នេះទៀតផងទីភ្នាក់ងារសារព័ត៌មាន Fox News ដកស្រង់សម្ដីលោក Donald Trump និយាយថាខ្ញុំមិនដែលគិតពិតប្រាកដទេក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះប៉ុន្តែប្រទេសនេះមិនដែលមានបញ្ហាដូចនៅក្នុងពេលនេះឡើយ